គ្រួសារជាច្រើននៅតាមបណ្ដោយព្រំដែនបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជាថៃនាពេលថ្មីៗនេះចំនួនរវាងព្រំដែនខ្មែរនិងថៃនោះវាប៉ះពាល់ដល់ពួកនាងខ្ញុំច្រើនណាស់ដូចជាខ្វះអត់មានការងារធ្វើបាត់បង់ចំណូលថវិកាបាត់បង់ទាំងពេលរោគអាហារម្ហូបបំណុលធនាគារក៏អត់មានអុយបង់ទេចំលៀសចែងម៉ូនឹងវាបាត់បង់អស់ហើយមិនទាជ្រូកវាងាប់អស់ហើយត្រូវឆេះកយន្តងាប់ជ្រូកហើយត្រូវជុំវិញផ្ទះហើយនឹងបែងវាត្រូវផ្ទះគោអស់2ហើយជ្រូកអស់6ហើយទាអស់100ជាងខ្ញុំនៅហ្នឹងតែខ្ញុំឲ្យប្រពន្ធកូនចេញមកមុនខ្ញុំទៅមកចេញដែលត្រូវផ្ទះខ្ញុំហើយថ្ងៃទី28ល្ងាចបានខ្ញុំចេញមកបានខ្ញុំនៅក្នុងត្រង់សេក្រោយផ្ទះក្រោយកយន្តដែលឆេះហ្នឹងដល់ពេលស្ងាត់ក្រមទេយើងរត់ទៅដាំបាយហូបបាយហើយរត់ចូលវិញដូចថាពេលថ្ងៃអញ្ចឹងជួនគេសម្រាប់បាញ់1ម៉ោង2ម៉ោងអីចឹងខ្ញុំរត់ទៅដាំបាយហូបអីហើយខ្ញុំរត់ចូលវិញពិបាកដោយសារថៃអត់ឲ្យយើងនៅស្រុកអញ្ចឹងយើងអត់បានរស់ស៊ីអីទេរងថ្ងៃហើយណាមួយយើងមានបន្ទុកគ្រួសារដូចថាកូនយើងនៅបៅដោះគោហើយអញ្ចឹងយើងអត់មានចំណូលទេរយៈពេលតាំងពីមានបញ្ហាព្រំដែនមកយើងអត់ដែលបាននៅផ្ទះរស់ស៊ីអីទេសំបីតែស្រូវទុំក៏អត់បានច្រូតដែរគ្រូរងថ្ងៃហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះអង្គការ Oxfam និងអង្គការក្រុមទ្រទ្រង់ភូមិយើងបានចូលរួមផ្តល់ជំនួយសង្គ្រោះបឋមនិងជំនួយសម្រាប់ការស្ដារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី26ដល់ថ្ងៃ30ខែសីហាអង្គការ Oxfam និងអង្គការក្រុមទ្រទ្រង់ភូមិពួកយើងបានចុះធ្វើការវិយតម្លៃផលប៉ះពាល់ដោយសារចំនួននៅក្នុងភូមិចំនួន19ឃុំចំនួន4និងស្រុកចំនួន3នៅក្នុងខេត្តឧត្តរមានជ័យជាពិសេសទៅលើគ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំងអតិភិបត្រូវបានផ្ដល់ទៅឲ្យគ្រួសារដែលងាយរងគ្រោះខ្លាំងបំផុតហើយពួកគេមានប័ណ្ណសមធម៌រួមមានប័ណ្ណក្រីក្រប័ណ្ណជនមានពិការភាពនិងប័ណ្ណចាស់ជរាស្ត្រីមេម៉ាយនិងគ្រួសារដែលប្រឈមនឹងភាពងាយរងគ្រោះខ្លាំងជាពិសេសអ្នកដែលមានផ្ទះខូចខាតដោយសារសង្គ្រាមដីស្រែមិនអាចប្រើប្រាស់បានដោយសារតែការគំរាមកំហែងពីយោធាថៃការបាត់បង់ប្រាក់ចំណូលកង្វះមធ្យោបាយធ្វើដំណើរលទ្ធភាពទទួលបានសេវាសាធារណៈមានកម្រិតនិងសមាជិកគ្រួសារដែលមានផ្ទុះវីរុសអេដស៍ដោយសារវិធីសាស្ត្ររបស់យើងពិភាក្សាជាក្រុមជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធហើយមានគណៈកម្មការសហគមន៍ទៀតហើយយើងសម្ភាសជាក្រុមនឹងហើយគឺយើងប្រជុំឆ្លុះបញ្ចាំងទៅលើអលទ្ធផលដែលយើងប្រមូលបានហ្នឹងថាតើអ្វីដែលអង្គការចុះជាក់ស្ដែងអ្វីដែលមេភូមិឲ្យមកខ្ញុំគាត់ទទួលយកអត់យើងមើលពីប្រភេទផ្ទះសម្បែងអញ្ចឹងហើយបានជាការកំណត់យើងជ្រើសរើសបានដល់តែ657គ្រួសារប៉ុន្តែជាក់ស្ដែងយើងសម្ភាសបានតែ499គ្រួសារទេអញ្ចឹងក្នុង499គ្រួសារហ្នឹងយើងក៏អត់បានយកទាំងអស់ដែរដោយសារប្រភេទដែលយើងលក្ខណៈវិជាយើងដាក់ហ្នឹងវាត្រូវជាប់បានតែ415គ្រួសារទេចា៎នៅថ្ងៃទី2និងទី3ខែតុលាឆ្នាំ2025នេះក្រុមការងារអង្គការក្រុមទ្រទ្រង់ភូមិនិងអង្គការ Oxfam បានចុះផ្ដល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់ដោយផ្ទាល់ដល់គ្រួសារដែលខ្វះខាតចំនួន200គ្រួសារគូបញ្ជាក់ផងដែរថាគ្រួសារដែលបានកំណត់អត្ថភិបផ្សេងទៀតត្រូវបានគាំទ្រដោយស្ថាប័នផ្សេងហើយក្នុងចំណោមគ្រួសារទាំង200គ្រួសារដែលអង្គការ Oxfam បានជួយមានស្ត្រី 49% កុមារ 68% ចាស់ជរា 14% និងជនមានពិការភាព 10%គ្រួសារនីមួយៗទទួលបានសាច់ប្រាក់ចំនួន$50អាមេរិកដើម្បីជួយសម្រាលដល់ការចំណាយប្រចាំថ្ងៃបង្កើនស្ថិរភាពជីវភាពនិងចាប់ផ្ដើមកសាងជីវិតរបស់ពួកគេឡើងវិញការចែកសាច់ប្រាក់គឺជាការដែលជួយដល់ប្រជាពលរដ្ឋដែលគាត់ងាយរងគ្រោះក្នុងការដោយសារសង្គ្រាមបង្កដោយចំនួនព្រំដែនកម្ពុជាថៃដើម្បីជួយធ្វើម៉េចឲ្យប្រជាពលរដ្ឋគាត់អាចដោះស្រាយនៅអ្វីដែលជាកង្វះខាតរបស់គាត់ជាបន្ទាន់ដូចជាស្បៀងអាហារដែលគាត់ត្រូវការប្រចាំថ្ងៃហើយក្នុងរយៈពេលដែលគាត់បាត់ពលកម្មនិងបាត់បង់ចំណូលក្នុងរយៈពេលសង្គ្រាមនេះហើយយើងជឿថាជំនួយមនុស្សធម៌ត្រូវតែដើរទន្ទឹមគ្នានឹងសន្តិភាពបទឈប់បាញ់នាពេលថ្មីនេះបានផ្ដល់ឱកាសដ៏សំខាន់មួយមិនត្រឹមតែបញ្ឈប់អំពើហិង្សាប៉ុណ្ណោះទេប៉ុន្តែដើម្បីស្ដារសេចក្តីថ្លៃថ្នូរជីវភាពរស់នៅនិងក្តីសង្ឃឹមឡើងវិញហើយអង្គការ Oxfam សូមអំពាវនាវឲ្យគ្រប់ភាគីរក្សាបទឈប់បាញ់និងផ្ដល់អាទិភាពដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនទូទៅការបដិញ្ញាចិត្តរបស់យើងគឺច្បាស់លាស់ពោលគឺគាំទ្រការស្ដារឡើងវិញការពារក្រុមងាយរងគ្រោះនិងធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោលឡើយ
ការផ្ដល់ជំនួយជាសាច់ប្រាក់នេះគឺជាផ្នែកមួយនៃគំនិតផ្ដាំជាបន្តបន្ទាប់ក្នុងការជួយដល់ពលរដ្ឋភាគសឹកជាពិសេសជនងាយរងគ្រោះនៅខែកក្កដាខណៈដែលសហគមន៍កំពុងប្រមូលផ្ដុំនៅជំរំជនភាគសឹកអង្គការ Oxfam និងអង្គការក្រុមទ្រទ្រង់ភូមិបានដំឡើងបង្គន់ចល័តចំនួន13និងប្រព័ន្ធចម្រោះទឹកចំនួន2នៅជំរំភាគសឹកវត្តភ្នំថ្មកំបោរនិងវត្តបាត់ថ្កូវក្នុងខេត្តឧត្តរមានជ័យដែលបានជួយដល់ប្រជាពលរដ្ឋភាគសឹកនៅទីនោះចំនួនជាង 25,000 នាក់ បាទជំនួយទាំងអស់នេះដូចជាធុងចម្រោះថវិកាបន្ទប់អនាម័យជួយបានធំណាស់ដូចជាតាក់ទងនឹងទឹកស្អាតកាលមុនពួកខ្ញុំប្រើទឹកពាំងទឹកអូអត់ស្អាតទេតែបានទឹកងូទឹកស្អាតមកយើងមានទឹកញ៉ាំក៏បានស្លក៏បានហើយទប់ទឹកមានអនាម័យអត់មានពីកាលទេហើយសុខភាពក៏ល្អដែរ បាទខ្ញុំពឹងថាបើស្រុកគេលះស្រួលបួលយើងអាចបានច្រូតស្រូវច្រូតអីទៅយើងអាចបានលុយខ្លះអញ្ចឹងគ្រូ បានអោយដោយថាប្រទេសជាតិយើងនឹងកុំអោយមានសង្គ្រាមបន្តទៀតដើម្បីឲ្យពួកនាងខ្ញុំនិងកូនចៅនាងខ្ញុំនឹងមានការងារធ្វើដើម្បីប្រកបរបររកស៊ីទៅមុខទៀត អង្គការ Oxfam និងអង្គការដៃគូបន្តអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតដើម្បីស្ដារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញតាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការធ្វើឲ្យប្រសើរឡើងនៅលទ្ធភាពទទួលបានទីផ្សារនិងដើម្បីធានាបាននៅទឹកស្អាតប្រើប្រាស់តាមរយៈការចែកចាយរយៈពេលខ្លីនិងដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងការឆ្លើយតបនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តកាន់តែទូលំទូលាយរបស់អង្គការ Oxfam ចំពោះយុត្តិធម៌សេដ្ឋកិច្ចការការពារសិទ្ធិនិងសកម្មភាពមនុស្សធម៌